បាទសាក់សមុទ្រមីស្ទ័រអូនតាណាអូខ្ញុំគិតថាចង់ដើរលេងទៅគ្រប់ទីកន្លែងទាំងអស់មានកាមេរ៉ាម៉ែននៅពួកឯងទៀតអើយអ្នកចាក់តែ trong gì ấy vậy trong gì ấy vậy yes Oh, I am light green, you know. I am light green, you know. Look at my clothes. Look at my clothes. Here. hello guys hello guys hello guys cameraman học lắm cameraman thật tới thật mà look thật kỳ nhật kỳ cười សួស្តីអ្នកទាំងអស់គ្នាពួកយើង than là đón សុំនី chín rán ហេងវិជ្ជការថ្ងៃហ្នឹងយើងមកធ្វើអីគេទោះអស់ mới chạp chân rạch bạn ចុះមកសិក្សាចុះគេមកសិក្សាថ្ងៃហ្នឹងខ្ញុំមកស្វែងរកគូសង្សារបើណាគេចាប់អារម្មណ៍តម្លាក់លេខតម្លាក់ទីតាំងបានចាសូមអរគុណប្រាប់លេខទូរស័ព្ទផងខ្ញុំអត់ថែបលេខទូរស័ព្ទខ្ញុំឯ086939338ខ្ញុំអត់ប្រាប់ទេហើយ Facebook ខ្ញុំក៏អត់ប្រាប់ដែរឈ្មោះថនណារ៉ាបាទអត់ប្រាប់ទេ អត់អីទេរត់ទៅណាគេបៃតងឃើញខ្ញុំហើយបាយបាយ សួស្តីថ្ងៃនេះពួកយើងទៅកម្មសិក្សាហើយយើងចូលញ៉ាំអីសិននៅមីលាក់ខ្លួនឥឡូវគឺយើងញ៉ាំអីហើយអីទីទៀតយើងនឹងបន្តដំណើរទៅមុខទៀតបងចនី như chụp still ao bạch chắn nó khất khất từ lơ cho từ lơ 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 khất cho mây đấy bạch chắn
ខាងតដងនោះបាទដល់ពេលរាត្រីក៏តដងលើដែរហើយទឹកក៏ជ្រាបចេញមកពេញថែដីទៅខ្លាយដល់10ថ្ងៃហើយទៅប្រច័នហើយនឹងមនុស្សលេងរាប់អានគ្នា វានៅឆ្ងាយទៅ Hello អ្នកទាំងអស់គ្នាឥឡូវហ្នឹងខ្ញុំមានជាការបិទម៉ាស់ដើម្បីថែសម្រាប់អញ្ចឹងណាតារងថ្ងៃមុខខ្ញុំមិនថែបទេដែរណានៅមុខដល់មុខអីហ៎ ឥឡូវយើងកំពុងតែរៀបចំទៅមកកន្លែងទៀតអី ឥឡូវគឺយើងកំពុងតែរៀបនឹងចេញដំណើរចេញពីខេត្តបន្ទាយមានជ័យបន្ទាប់គឺយើងនឹងទៅខេត្តបាត់ដំបងហើយឥឡូវខ្ញុំនឹងទៅសួរចំណាប់អារម្មណ៍របស់មិត្តតែនិពន្ធទាំងអស់ថាតើពួកគាត់មានចំណាប់អារម្មណ៍មានអារម្មណ៍បែបណានៅពេលដែលបានមកលេងខេត្តបន្ទាយមានជ័យឥឡូវយើងទៅសម្ភាសពួកគាត់ទាំងអស់គ្នា សម្រាប់ខ្ញុំសប្បាយចិត្តហើយក៏រំភើបមួយយ៉ាងដែរវាជាបទពិសោធន៍ថ្មីនៅក្នុងការធ្វើដំណើរជុំគ្នាតែយើងបានទស្សនានៅប្រាសាទបន្ទាយឆ្មាហើយជាមួយនឹងសិស្សដូចគ្នាហើយនឹងលោកគ្រូអ្នកគ្រូផងដែរមិនត្រឹមតែទទួលបានបទពិសោធន៍យើងក៏ស្គាល់ពីបរិបទនៅក្នុងខេត្តបន្ទាយមានជ័យដូចគ្នាហើយបើសិនជាមានឱកាសលើកក្រោយខ្ញុំនឹងមកម្ដងទៀតអូខេ មានអារម្មណ៍ថាសប្បាយដែលបានចោះកម្មសិក្សាជាមួយលោកគ្រូអ្នកគ្រូនិងសិស្សនៅសាលាគុំមិនវិទ្យាសិល្បៈនៃតែនិពន្ធហើយនឹងដឹកនាំរឿងហើយនេះជាបទពិសោធន៍ថ្មីមួយដែលបានចោះនៅខេត្តបន្ទាយមានជ័យនៃប្រាសាទបន្ទាយឆ្មាក្រុងស្រីសុភ័ណ្ឌ ហ្នឹងហើយ ហើយមានទាំងស្បាយមានទាំងមិនស្បាយដែររុំគ្នាអញ្ចឹងអូខេហើយពេលខ្ញុំមកប្រទេសមានជ័យគឺខ្ញុំជាលើកទី1របស់ខ្ញុំដែលបានមកឆ្ងាយហើយក៏ជាបបពិសោធន៍ខ្ញុំមានភាពសប្បាយរីករាយ សប្បាយរីករាយ បានមកទស្សនាប្រាសាទបន្ទាយឆ្មាក៏ជាស្នាដៃរបស់ខ្មែរយើងមួយដែរក្រៅពីនេះគឺក៏វាលាយនឹងភាពមិនសប្បាយរីករាយដែរខ្ញុំមានប៉ុណ្ណឹងអរគុណតពីមកខេត្តបន្ទាយមានជ័យមកមានអារម្មណ៍ថារំសាយចិត្តហើយមួយទៀតគឺជាបទពិសោធន៍ថ្មីសាជាលើកទី1ដែលធ្វើទស្សនកិច្ចជាមួយនឹងមិត្តរួមថ្នាក់ហើយដាច់ជប់អញ្ចឹងសប្បាយអូខេបាទអញ្ចឹងថ្ងៃក្រោយចង់មកប្រទេសមានជ័យទៀតអត់បើមានឱកាសមកទៀតហើយសំណួរចាក់ដល់មួយមកខេត្តបន្ទាយមានជ័យឃើញបុកផាឬក៏សាច់ស្រាប់ណែអីអត់ ឃើញតោថ្ម តែមុនឃើញស្អាតវិញនៅ đây này nè ខ្ញុំធ្លាប់មកខេត្តបន្ទាយមានជ័យពីមុនមកដែរប៉ុន្តែខ្ញុំមកបានតែរយៈពេលខ្លីទេដោយសារខ្ញុំទៅលេងប្រាសាទបន្ទាយឆ្មាហើយក៏បមកសៀមរាបវិញដែរអញ្ចឹងខ្ញុំអត់បានចូលជិះមើលជុំវិញពីសម្ព័ន្ធភាពរបស់ប្រាសាទបន្ទាយ
បោះខេត្តបន្ទាយមានជ័យអញ្ចឹងប៉ុន្តែដល់ពេលបានមកលើកហ្នឹងគឺខ្ញុំចូលប្រាសាទបន្ទាយឆ្មាផងក៏ខ្ញុំបានសម្រាកនៅបន្ទាយមានជ័យហើយក៏បានសាកម្ហូបប្រចាំខេត្តបន្ទាយមានជ័យគឺមីកូឡាដែលមានដើមកំណើតពីជនជាតិកូឡាខ្មែរយើងគឺមានរសជាតិឆ្ងាញ់មែនតើខ្ញុំសូមសរសើរថាទឹកដៃរបស់គាត់គឺធ្វើបានឆ្ងាញ់ហើយចំណាប់អារម្មណ៍របស់ខ្ញុំចំពោះខេត្តបន្ទាយមានជ័យគឺខ្ញុំមើលទៅនៅក្នុងខេត្តហ្នឹងការរស់នៅរបស់ប្រជាជនមានភាពសាមញ្ញប៉ុន្តែគឺមានអ្វីទាំងអស់ដែលជាតម្រូវការសម្រាប់ប្រជាជនមានមន្ទីរពេទ្យផ្សារវត្តអារាមសាលារៀនហើយដល់ពេលដែលខ្ញុំមើលទស្សនវិជ្ជាហ្នឹងគឺធ្វើឲ្យខ្ញុំសប្បាយចិត្តដែលសង្គមសុខនៅបន្ទាយមានជ័យគឺមានភាពសាមញ្ញប៉ុន្តែក៏មានការអភិវឌ្ឍបំពេញតម្រូវការតាមប្រជារាស្ត្រដែរទោះបីតើវាអត់បានល្អឥតខ្ចោះផ្លូវថ្នល់មានដីច្រើនក៏វាមិនអីទេសំខាន់ឲ្យតែប្រជាជនយើងរស់នៅបានសុខសប្បាយទាំងអស់គ្នាសម្រាប់ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយហើយខ្ញុំនឹងត្រឡប់មកវិញម្ដងទៀតអូខេអរគុណបាយខ្ញុំក៏ត្រឡប់មកដែរចំពោះចំណាប់អារម្មណ៍នៅមកដល់ខេត្តមានជ័យដំបូងអត់ស្គាល់ខេត្តបន្ទាយមានខេត្តបន្ទាយមានជ័យហ្នឹងដែលសារអត់ធ្លាប់មកហើយទៅពេលទៅដល់ប្រាសាទឆ្មាកាន់តែអត់ស្គាល់ទៀតណាព្រោះនៅជីអីចឹងទៅអត់ដែរទៅតែពេលទៅដល់ស្អាតមែនប្រាសាទដែលធ្លាប់តែបាក់បែកឥឡូវគេមានសាងសង់ចាប់ដើមសាងសង់ឲ្យវារៀងស្អាតជាងមុនអញ្ចឹងខ្ញុំគិតថាប្រហែលជាថ្ងៃអនាគតទៅប្រហែលជាអាចនឹងសាងសង់កាន់តែស្អាតជាងនឹងទៀតតែអ្នកទាំងគ្នាមកទីមានជ័យកុំភ្លេចមកនិយាយស្អីអីកុំភ្លេចមកប្រាសាទបន្ទាយឆ្មាផងមានអារម្មណ៍ថាប្លែកព្រោះអីមកខេត្តនេះមានអារម្មណ៍ថាពេលយប់ឡើងស្ងាត់ជ្រាបហ្មងអត់សូវមានមនុស្សទេហើយមួយទៀតរៀងក៏សប្បាយចិត្តដែរដោយសារអីនៅហ្នឹងគឺយើងអត់ដែរមកអញ្ចឹងទៅពេលយើងមកទៅប្លែកអញ្ចឹងទៅពេលយើងហើយណាមួយត្រូវដើរជុំមិត្តភក្តិយើងទៀតអូខេទៅសប្បាយចិត្តហើយមួយទៀតសប្បាយចិត្តមួយទៀតគឺម្ហូបនៅនឹងឆ្ងាញ់ហើយថោកទៀតអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាចង់មកបន្ទាយមានជ័យ should try the street food yeah អូខេប្លែកអត់ដែរមកហើយវាថ្មីគ្រប់យ៉ាងវាថ្មីហើយប្លែកហើយដែលសំខាន់គឺយើងបានមកស្វែងយល់ពីចំណាក់ប្រាសាទមកស្គាល់អីដែលយើងរៀនមកមើលផ្ទាល់នៅទ្រឹស្ដីដែលយើងរៀនកន្លងមកហើយទទួលបានបទពិសោធន៍ថ្មីអារម្មណ៍ល្អបាត់ stress តែគាត់ថាមើលទៅវាប្លែកភ្នែកពីកន្លែងដែលយើងរស់នៅមកថាខេត្តមកថាកន្លែងដែលយើងរស់នៅសម្រាប់គ្នានៅភ្នំពេញអញ្ចឹងណាវាប៉ុណ្ណឹងយើងនឹងជួបគ្នាបន្ទាប់នៅខេត្តបាត់ដំបងអូខេបាយបាយអូបានដំបងបណ្ដូលចិនអើយដល់ភ្នំបាណន់ខេត្តបាត់ដំបងហើយយេឥឡូវយើងបានមកដល់ភ្នំបាណន់ហើយយើងនឹងធ្វើដំណើរឡើងទៅលើភ្នំទាំងអស់គ្នានៅហ្នឹងគេហៅគេភ្នំបាណន់ថតមីហងអូថតស្អីស្អាតចាឆ្នាំចាំទេ ខ្ញុំនឹងរត់នេះជាដំណើរខ្ញុំចង់ឲ្យពួកយើងសេកថាជ័យយោបាត់ដំបងអីមិនជ័យយោទេបាត់ដំបងឥឡូវយើងតែងសម្បត្តិហើយទីទៀតយើងនឹងឡើងជិះណូរីនេះសិតតអ្នកទៅជិះណូរីហើយ so many this is vlog Chang David ចុះកម្មសិក្សាពី3ថ្ងៃខេត្តបន្ទាយមានជ័យហើយនិងខេត្តបាត់ដំបង
ឈឺគូដាត់ហ៎អីគេ មានរំមិនដែរជីភ្លើ ឡូនទីងចេឡូនមកបកបានឡូនបាយហើយ នេះកូនក្មេងកុមារីម្នាក់ទៀតហើយអុយ1 2 3 Ơ bà chờ thấy nà đi Ơ chờ thấy nà Rồi, thế là dương mà nó xuống từ một tầng phần cái thì nước sổ nó tên thầy thì tiết dương ta hỏi nhầm để ở đây con đá chạy ở con thành để bò hãy cho đang thay nhầm mày đã mày chụp con này ini semua buat Saat Mama Saat 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 à? Ồ đã có lần saat mình thấy một nhâm cổ Trên đây của bảo con con nè là cái nè shoot mình thế Nè Mama Có saat à thì ạ Mình saat à សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងកំពុងតែដើរតាមផ្លូវតាមមាត់ទន្លេនៅខេត្តបាត់ដំបងតាមដងស្ទឹងសង្កែ dòng sừng sóng cài fresh ខ្លាំងមែនតើ fresh មានអារម្មណ៍ថា stress ទាំងប្រហែលត្រូវបានរលាយសាបសូន្យអស់លេង ឥឡូវនេះខ្ញុំចង់ទស្សនភាពបុគ្គលម្នាក់ដែលជាបុគ្គលឆ្នាំប្រចាំក្រុមរបស់យើងជួបជាមួយកូវីរ៉ាចៅសមុទ្រ nickname គាត់គឺជាមនុស្សម្នាក់ដែលខូខ្លាំងមែនតើគាត់គិតខ្លួនឯងហ្នឹងហើយសុំសួរអារម្មណ៍បងមួយថាតើបងមានអារម្មណ៍យ៉ាងណាដែរនៅពេលដែលបានដើរតាមដងស្ទឹងនៅខេត្តបាត់ដំបងដែលជាពេលវេលាមួយក្នុងឆាតជីវិតរបស់បងលើកទី1តើមានអារម្មណ៍យ៉ាងម៉េចដែរសុំឆ្លើយបន្តិចមក boring គាត់ថា boring អ្នកទាំងអស់គ្នាតែខ្ញុំអត់ boring ទេខ្ញុំ feel like fantastic ហ្មងឡើង roller something សប្បាយខ្លាំងមែនតើ ignore អីដែលគាត់និយាយ so ស្ដាប់ខ្ញុំទាំងអស់គ្នាដោយសារអីខ្ញុំកំពុងតែ enjoy ជាមួយនឹងដងផ្លូវមួយនេះ អ្នកទាំងអស់គ្នាអានេះមិនមែនប្រុសស្អាតអីណាមិត្តរួមថ្នាក់ដែរអត់ស្អាតជាងគេ hello អ្នកទាំងគ្នាគាត់រូបច្រឡៈរូបច្រឡៈមែនខ្ញុំមានអារម្មណ៍ថាគាត់ដូចvì ấy là đang nghĩ về ấy không មានអារម្មណ៍មិនដែរ ba sao mà con cho đẹp đi à អូម្នាក់មិត្តរួមថ្នាក់មិត្តរួមថ្នាក់ trong xuồng chứ giúp nâng định nè đây mùi dù gì ta
ដាក់ដបងបដូរចេក Bye bye សាយបងពលព្រៃឬមានឡាននេះខ្លួនតែបងមានឡាននេះខ្លួនមកបើកសរងឬបើកក៏បើកសរងទៅវិញអូចូលតុងលស្ពីកលាមនេះចាទុំវិញ្ញាណនេះកលាម Pula puhung pratawang Hasri nulaong man kikala សុំដីគ្រប់ម៉ាត់ម៉ែតែងតែប្រាប់ មិនបានស្គាល់គ្នាហើយកុំមកយំយែកអីមិនស្គាល់សំបីថានឹងឈ្មោះអីកុំឡលេគេប្រាប់ថាគេ អ